Sign អស្ចារ្យមច្ឆាមហារអិល Wow so respect មែនតើបងប្អូនយើងសម្រាប់ឈ្មោះមួយនេះជំរាបសួរបងប្អូនប្រិយមិត្តជាអ្នកស្នេហាក្នុងវិស័យទូងោយើងទាំងអស់គ្នាបងប្អូនយើងគ្រាន់តែឮឈ្មោះសែនអស្ចារ្យមច្ឆាមហារអិលឬបងប្អូនយើងស្គាល់មកពេលបច្ចុប្បន្ននេះគឺមច្ឆាមហារអិលនឹងហើយតកតងជាមួយនឹងជីវប្រវត្តិប្រហែលជាមានបងប្អូនយើងមួយចំនួនក៏បានជ្រាបបងប្អូនយើងមួយចំនួនទៀតមិនតបានជ្រាបទេអំពីជីវប្រវត្តិមច្ឆាមហារអិលតើបងប្អូនយើងបានដឹងទេតើទូងោមួយគ្រឿងនេះមានកេរ្តិ៍នាមឬក៏កេរ្តិ៍ឈ្មោះហ្នឹងតាំងពីឆ្នាំណាមកហើយបន្តមកដល់ក្នុងឆ្នាំ2026ហ្នឹងដើម្បីបងប្អូនយើងបានជ្រាបច្បាស់ឥឡូវនេះបងប្អូនយើងមកជ្រាបជាមួយនឹងខ្ញុំទាំងអស់គ្នាតែម្ដងសែនអស្ចារ្យមច្ឆាមហារអិលឬមច្ឆាមហារអិលគឺជាទូករបស់វត្តបាព្រៃដែលស្ថិតនៅក្នុងភូមិបាព្រៃឃុំព្រៃចង្ក្រានស្រុកស៊ីធូកណ្ដាលនៃខេត្តព្រៃវែងសម្រាប់ទូកមួយគ្រឿងនេះកសាងឡើងដំបូងបាទនៅក្នុងកំឡុងឆ្នាំ1960ចន្លោះឆ្នាំ1970ដោយទូកទី1នេះគឺផ្ទុកចំណោបាន40នាក់ឬក៏41នាក់សម្រាប់ឯគេឈ្មោះសែនអស្ចារ្យមច្ឆាមហារអិលឬមច្ឆាមហារអិលគឺទូកទី1នេះហើយបងប្អូនយើងដែលជាអ្នកដែលធ្វើឲ្យមច្ឆាមហារអិលមានគេឈ្មោះល្បាញល្បីនៅក្នុងខេត្តព្រៃវែងនោះឯងហើយបងប្អូនយើងមួយចំនួនក៏បានដឹងជាពិសេសបងប្អូនយើងអ្នកខេត្តព្រៃវែងតែម្ដងគឺបានដឹងហើយសម្រាប់គេឈ្មោះរបស់មច្ឆាមហារអិលក៏ប៉ុន្តែដូចជាចំនួនក្រោយដូចជាពួកខ្ញុំមិនថានៅក្នុងខេត្តព្រៃវែងទេអធិស្ឋានដល់ស្អីខ្ញុំសាច់ឈាមអ្នកព្រៃវែងដែរអញ្ចឹងហើយបាទខ្ញុំអាសាចេញវីដេអូពីអ្នកព្រៃវែងច្រើនគឺថាអញ្ចឹងឯងបាទគឺខ្ញុំអ្នកសាច់ឈាមព្រៃវែងហ្នឹងឯងអញ្ចឹងហើយបងប្អូនយើងទូកដែលសាងគេឈ្មោះនៃសែនអស្ចារ្យមច្ឆាមហារអិលគឺជាគ្រឿងទី1នេះហើយគឺជាគ្រឿងមួយដែលមានល្បឿនជាងគេបាទនៅក្នុងកំឡុងឆ្នាំ1960ជាងនឹងឯងបាទចន្លោះ2ឆ្នាំហ្នឹងណាបាទខ្ញុំអាចបញ្ជាក់បានថានៅឆ្នាំណាដែរសូម្បីចាស់ព្រឹទ្ធាចារ្យដែលគាត់នៅភូមិបាព្រៃក៏គាត់អាចបញ្ជាក់បានដែរព្រោះវាឯនៅក្នុងចន្លោះក្លៀកលៀននឹងឯងបងប្អូនយើងហើយក៏ជាទូកងដែលសាងគេឈ្មោះរៀងល្បាញល្បីជាងគេផងដែរតាក់ទងជាមួយនឹងសែនអស្ចារ្យមច្ឆាមហារអិលតមកដល់ក្នុងឆ្នាំ2000បងប្អូនយើងមច្ឆាមហារអិលក៏ទទួលបានទូកងមួយគ្រឿងហើយកសាងឡើងដោយស្នាដៃកងវ័នបាទដែលជាព្រឹទ្ធាចារ្យទូកងហើយសម្រាប់កងក៏បានបន្សល់ទុកបាទកូនចៅជំនាន់ក្រោយផងដែរដូចជាកូនរបស់កងនោះគឺបាទមានអ៊ំហៃអ៊ំហៅអ៊ំហួរអ៊ំហៀបហើយតមកដល់កូននោះបាទចៅអធិស្ឋានបងប្អូនចឹងណាបាទតមកដល់ចៅនោះគឺមានបាទបងកាសបងហងបាទបងហាក់បងហួនក៏ដូចជាបាទផ្សេងទៀតដូចជាបងពៅអីចឹងទៅបងប្អូនយើងដោយគ្រឿងទី2នេះហើយបងប្អូនយើងដែលបងប្អូនយើងមួយចំនួនបានស្គាល់ច្រើនបាទស្គាល់ច្រើនមែនតើហើយក៏មានការយល់ច្រឡំទៅលើបាទសែនអស្ចារ្យមច្ឆាមហារអិលថាគ្រឿងនេះហើយជាអ្នកបន្តល្បឿនបាទគ្រឿងនេះហើយជាអ្នកធ្វើឲ្យកក្រើកនៅប្រជារាជាកម្ពុជាបាទសម្រាប់គ្រឿងមួយនេះគឺកក្រើកមែនគឺគាត់ទទួលបានចំណាត់ថា4ឆ្នាំជាប់គ្នាបងប្អូនយើងចាត់ដឹងថា4ឆ្នាំហ្នឹងនៅក្នុងចន្លោះឆ្នាំណាដែរចាំមើលចាំខ្ញុំបញ្ជាក់ជូនបងប្អូនយើងហើយក៏ជាគ្រឿងនេះផងដែរបងប្អូនយើងដែលបានប្រសិទ្ធនាមថាសែនអស្ចារ្យមច្ឆាមហារអិលចាំមើលចុងវីដេអូខ្ញុំនឹងបញ្ជាក់ជូនបងប្អូនយើងឈ្មោះគាត់មានចំនួន3នៅចុងវីដេអូខ្ញុំនឹងបញ្ជាក់ជូនបងប្អូនយើងថាមានឈ្មោះអីខ្លះសម្រាប់មច្ឆាមហារអិលគ្រឿងទី2នេះគឺផ្ទុកចំណោបាន68នាក់បងប្អូនយើងដោយកសាងដំបូងនៅក្នុងកំឡុងឆ្នាំ2000រហូតដល់2005ហ្នឹងគឺគាត់ធ្វើឲ្យបានល្អទេទាំងថ្នាក់ខេត្តនិងរាជធានីបើយើងនិយាយទៅរៀងសំសួនវាមិនសូវល្អប្រហែលណាបងប្អូនយល់ណាបាទវាមិនសូវល្អប្រហែលក៏ប៉ុន្តែនៅក្នុងឆ្នាំ2006ទូងោមួយគ្រឿងនេះគឺបានកាយកុនបន្ថែមបងប្អូនយើងដោយស្នាដៃកងវ័នតដែរគឺកងវ័នបានបកកាយកុនបន្ថែមតាក់ទងជាមួយនឹងទូងោមួយគ្រឿងហ្នឹងហើយទូងោមួយគ្រឿងនេះគឺមានល្បឿនពិសេសត្រង់ថាទៅលេងនៅរាជធានីនៅក្នុងចន្លោះ2006ដល់2010ហ្នឹងគឺគាត់ទទួលបានចរិតថ្នាក់លេខ1ចំនួន4ឆ្នាំជាប់គ្នាបងប្អូនយើងនៅចន្លោះ2006និង2010ហ្នឹងវ៉ាវល្បឿនមែនតើហើយទូងោមួយគ្រឿងនេះក៏នៅតែបន្តដដែលបងប្អូនយើងគឺគាត់នៅតែបន្តលេងរហូតតមកដល់ក្នុងឆ្នាំ2022ទៅមច្ឆាមហារអិលមួយគ្រឿងនេះដែលជាគ្រឿងទី2នេះទៅគាត់ចូលនិវត្តន៍ឬក៏គាត់សម្រាប់ហើយសម្រាប់គេឈ្មោះគាត់វិញបងប្អូនយើងដឹងហើយតាំងពីឆ្នាំ2000ដល់2022គឺអស់រយៈកាល22ឆ្នាំដែលគាត់បានបន្តឬក៏កំដរអារម្មណ៍បងប្អូនយើងដែលជាអ្នកស្នេហាក្នុងវិស័យទូកងហើយកន្លែងឬក៏ទីតាំងដែលគាត់បានបញ្ឈប់នោះគឺជាទឹកដីក្រុងតាខ្មៅបងប្អូនយើងដែលគាត់បានបញ្ចប់នៃអាជីពឬក៏ការប្រកួតនៅលើសង្វៀនដីទឹកគឺនៅក្នុងឆ្នាំ2022អស់រយៈកាល22ឆ្នាំដែលគាត់បានបញ្ចប់អញ្ចឹងបងប្អូនយើងផុតពីឆ្នាំ2022នេះអត់តន់ចប់ទេ
បាទតន់ចប់ឯងក៏តបានមកដល់គ្រឿងទី3បាទ ហើយគ្រឿងទី3នេះបងប្អូនយើងដាក់លហាសនាមថាចាក់តុងមែនសម្រាប់ទូងោមកគ្រឿងនេះគឺចាក់តុងមែនចាក់តុងមែនណាដល់គ្រឿងទី3នេះគឺកសាងឡើងដោយស្នាដៃលោកអ៊ំហៅនៅក្នុងឆ្នាំ2023សម្រាប់ទូងោមកគ្រឿងនេះគឺផ្ទុកចំណោបាន77នាក់គឺដាក់ចំណោបាន77នាក់វ៉ាវវែងដែរយើងសំសួរដែរណាបងប្អូនយើងហើយបញ្ជាក់ជូនបងប្អូនយើងផងដែរបាទសម្រាប់គ្រឿងទី3នេះគឺបាទបងប្រុសជីច័ន្ទអេងបាទបងប្រុសជីច័ន្ទអេងគឺជាស្ថាបនិកថ្មីសម្រាប់ទូងោមច្ឆាមហារអិលផងដែរឬសែនអស្ចារ្យមច្ឆាមហារអិលហើយមិនមែនមានតែឲ្យបងប្រុសជីច័ន្ទអេងទេបងប្អូនយើងសូម្បីតែចំណោជើងវត្តក៏ដូចជាបងប្អូនពុទ្ធបរិស័ទបាទចិត្តឆ្ងាយក្រៅប្រទេសក្នុងប្រទេសក្តីក៏មានការចូលរួមទៅលើទូងោទី3នេះផងដែរនិយាយមែនតើបងប្អូនយើងខ្ញុំឆ្លាញ់ឈ្មោះសែនអស្ចារ្យមច្ឆាមហារអិលនេះមែនតើហើយនៅក្នុងឆ្នាំ2023និង2024ទាំងថ្នាក់ខេត្តក៏ដូចជាថ្នាក់រាជធានីគឺគាត់ធ្វើបានល្អមែនតើការបើយើងនិយាយទៅគឺទទួលបានជ័យជំនះច្រើនបាទសម្រាប់ទូងោមច្ឆាមហារអិលបងប្អូនយើងគឺគាត់ទទួលបានជ័យជំនះច្រើនហើយក៏វត្តត្រឡប់មកពីរាជធានីវិញនៅក្នុងឆ្នាំ2024ហ្នឹងក៏មានការកាយកុនពិសេសគឺកាយកុនបាទបដូរកង់ក្រាប្រសាទដូចបដូរដែរបងប្អូនយើងបាទបដូរក្រាប្រសាទដែរហើយសម្រាប់ទូងោមកគ្រឿងនេះគឺកាយកុនឡើងវិញដោយស្នាដៃលោកអ៊ំហៃបាទអ៊ំហៃបាយជាបងប្អូនយើងបានស្គាល់អ៊ំគឺគាត់កាយទូច្រើនជាពិសេសស្នាដៃរបស់អ៊ំគឺទៅលើຂະຫນាត8នាក់ຂະຫນាត12នាក់គឺមានវិជាប្រៃភាពមែនតើបាទស្នាដៃលោកអ៊ំហៃហើយនៅក្នុងឆ្នាំ2025បងប្អូនយើងដឹងហើយលបឿនគាត់បន្ទាប់ពីការកាយហៃរៀងលឿនជាងមុនណារៀងលឿនជាងមុនបាទរៀងលឿនជាងមុន2025ហ្នឹងគឺលេងតាមបុណ្យកឋិនតាមម្ដាវត្តនានាទេប៉ុន្តែគឺរៀងទទួលបានជ័យជំនះរៀងសំជួនរបស់គាត់ដែរបាទសម្រាប់មច្ឆាមហារអិលឬក៏បងប្អូននឹងឯងអញ្ចឹងបងប្អូនយើងចាំកលេចមើលនៅក្នុងឆ្នាំ2026ទាំងអស់គ្នាតើបងប្អូនមច្ឆាមហារអិលនៅតែរក្សាល្បឿនបានយ៉ាងថិតថេរឬក៏យ៉ាងណាអញ្ចឹងបងប្អូនយើងចាំកលេចមើលជាមួយខ្ញុំទាំងអស់គ្នាឥឡូវនេះយើងចូលមកដល់ថ្នាក់ជំនឿវិញសម្រាប់ទូងោបាទសែនអស្ចារ្យមច្ឆាមហារអិលឬក៏តាក់ទងជាមួយនឹងមច្ឆាមហារអិលសម្រាប់ទូងោមកគ្រឿងនេះគឺមានឈ្មោះ3បងប្អូនយើងណាបាទមានឈ្មោះ3តាមការបញ្ជាក់របស់បងខ្លារិតបងប្អូនយើងបាទស្គាល់ហើយបងខ្លារិតគឺមានឈ្មោះចំនួន3ទី1នោះគឺសែនអស្ចារ្យមច្ឆាមហារអិលបន្ទាប់មកគឺមានឈ្មោះបន្តទៀតនោះគឺមហាសែនរអិលបាទមហាសែនរអិលហើយក្រោយមកទៀតក៏ប្រូរឈ្មោះទៅជាមច្ឆាមហារអិលគឺឈ្មោះគាត់ចំនួន3ឈ្មោះមួយនេះគឺត្រូវបានបដូរទៅលើទូកទី2បាទគ្រឿងទី2នេះឯងសែនអស្ចារ្យមច្ឆាមហារអិលមានតំណមបាទទូកមានតំណមគឺដូចខ្ញុំនិយាយចឹងសូម្បីតែឈ្មោះបងប្អូនយើងឈ្មោះបដោតបានទេណាដំបូងគឺសែនអស្ចារ្យមច្ឆាមហារអិលតបមកមហាសែនរអិលហើយក្រោយមកទៀតក៏ប្រូរឈ្មោះមកដាក់មច្ឆាមហារអិលវិញគឺគាត់ទៅបដូរឡើងប្រមាណសាបាទបដូរហើយតាក់ទងជាមួយនឹងតំណមវិញគឺតំណមសម្រាប់ទូកងមកគ្រឿងនេះទី1នោះគឺជំនាញទូកកាចបាទជំនាញទូកសម្រាប់គ្រឿងទី2ហ្នឹងកាចហើយតាក់ទងជាមួយនឹងជំនាញទូកគឺជំនាញទូកស្រីហើយបងប្អូនយើងអត់ជឿណាទូកខ្ញុំមានជំនាញទូកប្រុសបាទអត់ដូចគ្នាជំនាញទូកមានប្រុសមានស្រីដូចគ្នាបងប្អូនយើងអញ្ចឹងជំនាញទូកស្រីហើយប្រកាន់ច្រើនមែនតើទី1ឲ្យឲ្យស្ត្រីមកចូលលើរងទូកឬក៏កាន់ក្បាលទូកនោះទេជាពិសេសស្ត្រីដែលពោពោះឲ្យតែមកមានបញ្ហាហើយបាទសម្រាប់គ្រឿងទី2នឹងឯងអញ្ចឹងតាក់ទងជាមួយនឹងទូកងមកគ្រឿងនេះរៀងប្រកាន់ច្រើនបងប្អូនយើងរៀងប្រកាន់ច្រើនក៏រៀងតូចចិត្តច្រើនទី1គាត់ស្រីបាទស្រីហើយស្រីកមុំទៀតបាទស្រីកមុំទៀតហើយតាក់ទងជាមួយនឹងគ្រាន់តែឈ្មោះបងប្អូនយើងអត់ឲ្យបដូរទេជាពិសេសដូចជាឃើញបងប្រុសមួយដែរគាត់បានសម្ភារជាមួយនឹងម៉ាក់យាយបាទគាត់បានសម្ភារជាមួយនឹងម៉ាក់យាយហ្នឹងក៏គាត់បានមានប្រសាទហើយគាត់ថាសំបីទូងោមកគ្រឿងហ្នឹងសុំបដូរឈ្មោះក៏បដូរឈ្មោះគាត់បានដែរបាទទី2នោះគឺទៅលើកនូបាទកនូហ្នឹងត្រូវតែពណ៌ក្រហមយើងចង់ដូរកនូសំបីតែថែមថយបន្តិចមិនទួញហ្នឹងក៏អត់បានដែរប៉ុន្តែរឿងហ្នឹងខ្ញុំអត់ដឹងថាពិតឬក៏យ៉ាងណាដែរអញ្ចឹងបងប្អូនយើងដោយបងប្អូនយើងបានកលេចមើលអញ្ចឹងគឺសម្រាប់មច្ឆាមហារអិលគឺជាសញ្ញាសម្គាល់ហើយដែលបងប្អូនយើងឃើញនៅលើក្បាលទូកហ្នឹងគឺមហារអិលហើយបងប្អូនយើងដែលមើលរឿងព្រេងកថាប្រហែលជាដឹងហើយមហារអិលគឺជាកូនរបស់ហនុមានជាមួយនឹងទេពមច្ឆាបាទជាមួយនឹងនាងទេពមច្ឆាអញ្ចឹងមហារអិលក៏មានឫទ្ធិអំណាចស្មើនឹងហនុមានដែរដោយសារឲ្យកូនគេគាត់តែចេញមកគឺអស្ចារ្យមកអំណាចហ្មងបងប្អូនយើងចង់ដឹងតាក់ទងជាមួយនឹងហនុមានក៏ដូចទេពមច្ឆាហើយនឹងកូនមហារអិលនេះបាទដឹងថាយ៉ាងណាហើយបាទមហារអិលនេះគឺរៀងលប៉ិលលពោចដូចឪពុកចឹងហើយឥឡូវនេះយើងឃើញមកលើទូកគឺទូកមានលបឿនមែនមានលបឿនដូចមហារអិលមែនប៉ាជាបារមីមហារអិលក៏ជួយរុញជួយប្រទាញហើយអញ្ចឹងហើយវីដេអូខ្ញុំជាចុងក្រោយក៏មានតែប៉ុណ្្នឹងដែរសម្រាប់ចែកជូនបងប្អូនយើងទាំងអស់គ្នាអរគុណច្រើនជម្រាបលាបងប្អូនយើងតែប៉ុណ្្នឹងបាយបាយ